អ៊ីស្រាអែលត្រៀមវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់បើបត់ឈប់បាញ់បរាជ័យអ៊ីស្រាអែលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនក្នុងការវាយប្រហារថាមពលដ៏មានសក្តានុពលរបស់អ៊ីរ៉ង់ប្រសិនបើបត់ឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់ផុតសុពលភាពឬដួលរលំនោះនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានទូគីអាណាតូលូកាលពីថ្ងៃអាទិត្យទី19ខែមេសា2026ការចុះផ្សាយដោយស្រង់ពីកាសែតអ៊ីស្រាអែល Mariv ដែលរាយការណ៍ថាមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថាមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរអ៊ីស្រាអែលនិងអាមេរិកហើយប្រសិនបើការប្រយុទ្ធគ្នាបន្តកើតឡើងគោលដៅទាំងនោះនឹងរួមបញ្ចូលរោងចក្រថាមពលអ៊ីរ៉ង់ផងដែរបើតាមរបាយការណ៍សារព័ត៌មានអាណាតូលូអះអាងថាអ៊ីរ៉ង់ទទូចរក្សាលើគោលជំហរមុនរបស់ខ្លួនទាក់ទងទៅនឹងសិទ្ធិក្នុងការចម្រាញ់អ៊ុយរ៉ានីញ៉ុមហើយប្រទេសនេះមិនមានសុទិដ្ឋិនិយមក្នុងចំណោមអ្នកសម្របសម្រួលដើម្បីធ្វើការចរចារវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់ដែរគំបញ្ជាក់ថានៅថ្ងៃទី28ខែកុម្ភៈអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមវាយលុករួមគ្នាលើអ៊ីរ៉ង់ដែលបានសម្លាប់មនុស្សជាង3300នាក់ចំណែកទីក្រុងតេហេរ៉ង់បានសងសឹកវិញដោយការវាយប្រហារលើអ៊ីស្រាអែលនិងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាផ្សេងទៀតដែលមានទ្រព្យសម្បត្តិយោធារបស់អាមេរិកយ៉ាងណាសង្គ្រាមនេះបានបញ្ចប់នៅថ្ងៃទី8ខែមេសាក្រោមបទឈប់បាញ់រយៈពេល2សប្តាហ៍ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថានទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់បានធ្វើកិច្ចចរចាផ្ទាល់ដ៏កម្រនៅក្នុងប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍មុនប៉ុន្តែកិច្ចចរចាបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយអ្នកសម្របសម្រួលកំពុងស្វែងរកការពិភាក្សាមួយជុំទៀតនៅទីក្រុងអ៊ីស្លាមាបាតដែលឡាយប្រធានសភារ៉ង់លោកម៉ាម៉ាត់ប៊ីនខាលីហ្វាបានលើកឡើងកាលពីថ្ងៃអាទិត្យថាភាពខុសគ្នាសំខាន់នៅតែមានរវាងក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនបើទោះបីជាមានវឌ្ឍនភាពក្នុងការចរចាក៏ដោយ